ក្រុមភេរវកម្មវាយប្រហារប៉ុស្តិ៍ឆៃឆេនៅប៉ាគីស្ថានស្លាប់មនុស្ស12នាក់ទីក្រុងអ៊ីស្លាមាបាតមានហេតុការណ៍វាយប្រហារពីសំណាក់ជនប្រដាប់អាវុធមួយក្រុមទៅលើបុគ្គលិកយោធានៅប៉ាគីស្ថានបណ្ដាលឲ្យស្លាប់ទាហាន11នាក់និងកុមារម្នាក់សាក្សីនិយាយថាហេតុការណ៍នេះកើតឡើងនៅប៉ុស្តិ៍ឆៃឆេមួយកន្លែងជនប្រដាប់អាវុធខាងលើបានដាក់គ្រាប់បែកពេញក្នុងឡានរួចបើកសម្ដៅទៅប៉ុស្តិ៍ឆៃឆេដើម្បីចុចបំផ្ទុះគេក៏សម្គាល់ថាប្រទេសប៉ាគីស្ថានកើតមានអំពើហិង្សាបែបភេរវកម្មកាន់តែញឹកញាប់ជាងមុនក្រៅពីអ្នកស្លាប់ខាងលើមនុស្ស7នាក់បានរងរបួសដោយសារការវាយប្រហារដែលកើតឡើងនៅស្រុកបាជូស្ថិតនៅជាប់នឹងព្រំដែនអាហ្វហ្គានីស្ថានជនប្រដាប់អាវុធទាំងនោះបានបើកឡានបុកទម្លុះរនាំងប៉ុស្តិ៍ឆៃឆេបន្ទាប់ពីកងសន្តិសុខប៉ាគីស្ថានបិទគប់ពួកគេមិនឲ្យបើកចូលទៅទីតាំងស្នាក់អាស្រ័យរបស់កងទ័ពយោធាប៉ាគីស្ថានអះអាងថាក្រុមប្រដាប់អាវុធទាំងនោះត្រូវបានបាញ់សម្លាប់12នាក់នៅពេលពួកគេព្យាយាមរត់គេចខ្លួនក្រោយហេតុការណ៍នេះក្រុមភេរវកម្មដែលមានឈ្មោះថាក្រុមអ៊ីស្លាមប៉ាគីស្ថានតាលីបង់ប្រកាសថានេះជាស្នាដៃរបស់ពួកគេក្រុមនេះបានធ្វើសង្គ្រាមប្រឆាំងនឹងប៉ាគីស្ថានចាប់តាំងពីឆ្នាំ2007ដើម្បីទាមទារចំណែកនៅក្នុងការគ្រប់គ្រងទឹកដីមួយផ្នែកណាមួយរបស់ប៉ាគីស្ថានពួកគេបង្កើនការវាយប្រហារកាន់តែខ្លាំងចាប់តាំងពីឆ្នាំ2022នៅពេលក្រុមនេះឈប់អនុវត្តតាមបទឈប់បាញ់ជាមួយរដ្ឋាភិបាលប៉ាគីស្ថានរដ្ឋាភិបាលប៉ាគីស្ថានបានដាក់ការស្ដីបន្ទោសទៅលើប្រទេសអាហ្វហ្គានីស្ថានប៉ាគីស្ថានថាអាហ្វហ្គានីស្ថានជាទីជម្រកដ៏សុខសាន្តរបស់ក្រុមនេះប៉ុន្តែអាហ្វហ្គានីស្ថានបដិសេធជានិច្ចកាលពីមុននេះមិនយូរប៉ុន្មានប្រទេសប៉ាគីស្ថានក៏កើតមានអំពើវាយប្រហារបែបភេរវកម្មនៅវិហារអ៊ីស្លាមបណ្ដាលឲ្យស្លាប់មនុស្សជាង30នាក់ការវាយប្រហារនេះត្រូវក្រុមរដ្ឋអ៊ីស្លាម ISIS ប្រកាសថាជាទង្វើរបស់ខ្លួនដូច្នេះមានន័យថាប៉ាគីស្ថានកំពុងប្រឈមនឹងការវាយប្រហារបែបភេរវកម្មពីក្រុមប្រឆាំងជាច្រើននៅក្នុងពេលតែមួយ